អ្នកទាំងអស់គ្នាប្រើប្រាស់ជាមួយនឹង application សពថ្ងៃដែលឆ្ងល់ថាហេតុអីបើជាងគេមិន load data មកទាំងអស់ហ្មងទៅចាំបាច់ធ្វើ page generation ធ្វើអី so បើសិនជានិយាយពី page generation មានគ្នាយើងមួយចំនួនមកក៏ឆ្ងល់ថាតើ page generation ហ្នឹងគឺជាអីគេ so page generation ហ្នឹងគឺជា process មួយដែលគេបំបែក data set ដែលធំឲ្យទៅជាឆាំងតូចៗដូចទៅជាបំណែកតូចៗដែលមានតាមទំហំដូចជា20 30 10ទៅតាម design របស់គេដូច្នេះហើយគេប្រើប្រាស់ជាមួយនឹង page generation នៅក្នុង software development គឺដើម្បីកាត់បន្ថយជាមួយនឹងការ request data ទៅកាន់ database ឬមួយក៏ API ហ្នឹងដែលមានទំហំធំខ្លាំងពេកជាជាងឲ្យការ load data មកម្ដង1000 2000ឬមួយក៏ data ទាំងអស់ដែលមាននៅលើ database គេធ្វើការ apply ជាមួយនឹង page generation ដើម្បីធ្វើការ request ទៅតាម amount ដែលគេត្រូវការទេជាមួយនឹង page generation យើងនឹងទទួលបានជាមួយនឹង application មួយដែលមាន performance ខ្ពស់ព្រោះដោយសារតែ front end អាចចាំបាច់ request ទៅកាន់ API ម្ដងទាញ data មកទាំងអស់ឬក៏ data មួយដែលច្រើនទេដែលធ្វើឲ្យ application យើងគឺ stuck ឬក៏ lag អីចឹងទៅទី2គឺ reduce ជាមួយនឹង bandwidth usage បានន័យថាបើសិនជាយើងបំបែក data យើងឲ្យទៅជាឆាំងតូចៗដូច្នេះហើយក៏យើង require network speed តិចជាងមុនហើយវាមានល្បឿនលឿនជាងមុនដូចគ្នាទី3វិញគឺវាការពារ server យើងកុំឲ្យ overload ដោយសារតែនៅពេលដែល app ព្យាយាមធ្វើការ request data ធំពេកវាអាចធ្វើឲ្យ server យើងឡើង memory ព្រោះវាអាច crash ជាដើមដូច្នេះហើយជាមួយនឹង page generation គេអាចទទួលបានជាមួយនឹង application ដែលមាន high performance ដែលធ្វើឲ្យមាន better user experience ដូចគ្នាវីដេអូតាក់ទងជាមួយនឹង page generation នៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងបើសិនជាអ្នកទាំងអស់គ្នាមានមតិអាច comment នៅខាងក្រោមបាន so see you guys later